limit បាក់ឌុប2025បញ្ចប់ហើយតោះឥឡូវយើងមើលតិចរៀងវាគឺ limit ត្រីកោណមាន limit x ខិតសិតផៃលើ3លើ20x ដកផៃលើ3លើ sin x ដកឬ3កុស x តាអញ្ចឹងរៀងនេះជំនួសចូលទៅគឺរៀង0ឬ0អញ្ចឹងអ្វីយើងត្រូវចេះគឺចេះរង្វង់កុស sin តិចនេះគ្រូរំលឹកតិចមកអញ្ចឹង sin នៃមុំ a បូក b នេះ sin នៃមុំ a បូក b មិនមែនថាគុណបញ្ចូលចេញ sin a បូក sin b ណាអញ្ចឹងណាអញ្ចឹងរូបមន្តត្រីកោណនេះតែយើងត្រូវតែចេះត្រូវតែចាំគឺ sin នៃមុំ a បូក b ស្មើនឹង sin a កុស b បូក sin b កុស a អញ្ចឹងយើងលក្ខណៈថាយើងត្រូវមានចំណុចចំណាំខ្លួនឯងអញ្ចឹងណាហ្នឹងហើយអញ្ចឹងអាចនិយាយថាធ្វើម៉េចស្រួលចាំណែអញ្ចឹង sin ចិត្តល្អអញ្ចឹង sin អាចនៅមួយកុសបានអញ្ចឹងដល់ពេល sin រូបមន្តនៃ sin មុំ a បូក b គឺស្មើ sin a កុស b បូក sin b កុស a ឃើញទេ sin នៅមួយកុសបាន sin a កុស b បូក sin b កុស a រូបមន្តទៀតគឺរូបមន្តកុសនៃមុំ a បូក b អញ្ចឹងកុសចិត្តអាក្រក់បន្តិចកុសអត់នៅលេមឡំមួយ sin ទេរូបមន្តវាគឺកុស a កុស b ដក sin a sin b កុសចេះទៀតឃើញអត់វាប្រកាន់ច្រើនហើយវានៅតែគ្នាវាហើយពីបូកទៅដកទៅវាត្រឡប់ទៅឡើងណាឃើញទេកុសនៃមុំ a បូក b ស្មើនឹងកុស a កុស b ឃើញទេវានៅមួយ sin ណាវានៅតែកុសគ្នាវាតមកទៀតវាត្រឡប់ឡើងក្នុងថាពីបូកទៅដកអញ្ចឹងយើងរៀនចំណាំចាំណានេះគ្រូនិយាយបាច់លក្ខណៈថាស្រួលយល់អញ្ចឹង sin ចិត្តល្អ sin អាចនៅមួយកុសបានហើយតនេះបូកតនេះក៏ចេញបូកដែរ sin មុំ a បូក b ស្មើ sin a កុស b បូក sin b កុស a ដល់ពេលកុសម្ដងកុសនៃមុំ a បូក b កុសវាត្រឡប់ទៅឡើងហើយចិត្តអាក្រក់ទៀតអញ្ចឹងកុសនៅតែកុសគ្នាឯងទេកុស a កុស b ពីបូកទៅជាដកទៀតដក sin a sin b អានេះបើថាលក្ខណៈឲ្យស្រួលចាំអញ្ចឹងកុំឲ្យថាពិបាកចាំអញ្ចឹងធ្វើម៉េចស្រួលចាំអញ្ចឹងទៅតមកទៀតយើងមើល limit នេះ limit x គឺផៃលើ3 x ដកផៃលើ3ដកលើ sin x ដកឬ3កុស x អញ្ចឹងយើងត្រូវធ្វើម៉េចអញ្ចឹងយើងត្រូវតាំង limit នេះតាំងបន្តិចទេអញ្ចឹងកលឹះបន្តិចតោះអញ្ចឹងយើងតាំងមកតាំងអីក៏បានដែរគ្រូចិត្តនេះតាំងអីក៏បានដែរប៉ុន្តែខ្ញុំតាំងតតេទេតាំងអីក៏បាន a b c z ណាអីណាប៉ុន្តែខ្ញុំតាំងតតេទេតាំងតេស្មើនឹង x ដកផៃលើ3ដល់ពេលដែលយើងឃើញ x ខិតទៅផៃលើ3យើងតាំងតេស្មើ x ដកផៃលើ3មកខ្លះគេតាំងផៃលើ3ដកអញ្ចឹងណាប៉ុន្តែ x ដកផៃលើ3ទៅស្រួលមើលស្រួលចាំអញ្ចឹងណាតោះអញ្ចឹងតាំងតេស្មើ x ខិតចិត្តតាំងតេស្មើ x ដកផៃលើ3តាំងតេស្មើ x ដកផៃលើ3យើងទាញរកតេយើងទាញរក x វិញមើលឃើញប៉ុន្មាននោះ x នោះឬក៏នាំឲ្យអញ្ចឹងណាបើយើងទាញរក x វិញយើងបោះដកផៃលើ3មកខាងនេះមកអញ្ចឹងបើសិនយើងទាញរក x មានថា x ស្មើនឹងតេបូកផៃលើ3វិញបូកផៃលើ3តោះតទៀតនៅពេលដែល x ខិតជិតផៃលើ3អញ្ចឹងនាំឲ្យតេខិតជិតប៉ុន្មានតោះយើងសរសេរតិចមកពេល x ខិតជិតផៃលើ3នោះតេខិតជិតប៉ុន្មានតែអញ្ចឹងបើសិនជា x ខិតជិតផៃលើ3តេខិតជិតប៉ុន្មានអញ្ចឹងតេយើងក៏ខិតជិត0ដែរនេះជំនួស x ស្មើផៃលើ3ចូលមកអញ្ចឹងតេស្មើ0ឬក៏តេខិតជិត0ហ្នឹងហើយតមកទៀតគឺយើងជំនួសតម្លៃ x នេះចូលក្នុងនេះមកហើយនឹងចូលមុនកុសនៃមុខ a បូក b sin នៃមុខ a បូក b មកតឥឡូវបន្តទៀតមកជំនួសចូលដើមមកអញ្ចឹងទៅជា limit x ខិតជិតផៃលើ3ទៅជាតេខិតជិត0ម្ដងតេខិតជិត0តែអញ្ចឹង x ដកផៃលើ3មិញទៅជាម៉ានវិញ x ដកផៃលើ3ទៅជាតេភាគយកទៅជាតេតាភាគបែង sin នៃមុំ x តា x មិញគឺស្មើតេបូកផៃលើ3យើងជំនួសដល់តេបូកផៃលើ3មកនេះ sin x x ស្មើផៃលើ3 x ស្មើតេបូកផៃលើ3អញ្ចឹងជំនួសកន្លែង x ហ្នឹងដល់តេបូកផៃលើ3តទៀតដកឬ3កុស x តាចឹង x យើងគឺតេបូកផៃលើ3នេះជំនួសដោយតំណឹងមកតេបូកផៃលើ3តាអញ្ចឹងចូលមុននេះ sin នៃមុំ a បូក b កុសនៃមុំ a បូក b អញ្ចឹងនេះត្រូវចេះត្រូវចាំអញ្ចឹងជំនួសចូលទាំងអស់គ្នាមកស្មើ limit តេខិតជិត0តាអញ្ចឹងភាគយកអញ្ចឹងគឺតេតារ៉ែសិនមកតេតា sin នៃមុំ a បូក b អញ្ចឹងស្មើនឹងនេះ sin នៃមុំ a បូក b នេះទូក a នេះទូ b អញ្ចឹងស្មើ sin a កុស b បូក sin b កុស a វិញកុសតេវិញដកឬ3តាអញ្ចឹងអានេះកុសនៃមុំ a បូក b អញ្ចឹងកុសនៃមុំ a បូក b ស្មើអីគេនេះដាក់តិចមកអញ្ចឹងកុស a កុស b អញ្ចឹងដក sin a sin b sin តេ sin ផៃលើ3យើងវែងតិចហើយតាតមកទៀតយើងជំនួសតម្លៃចូលនេះជំនួសកុសផៃលើ3 sin ផៃលើ3កុសផៃលើ3 sin ផៃលើ3ជំនួសតម្លៃលេខដែលយើងដឹងថាចូលករណីមុំពិសេសអញ្ចឹងណាតោះអញ្ចឹងជំនួសចូលទាំងអស់គ្នាមកស្មើ limit តេខិតជិត0ភាគយកយើងគឺតេស្រាប់អីតាអញ្ចឹងជំនួសចូលតិចមកនេះកុសផៃលើ3ស្មើប៉ុន្មានកុសផៃលើ3ស្មើ1លើ2អញ្ចឹង1លើ2គុណ sin តេយើងសេ1លើ2ខាងមុខមក1លើ2 sin តេតទៀត
sin 2 លើ3មួយកុសតេអញ្ចឹង sin 2លើ3ស្មើប៉ុន្មានស្មើឬ3លើ2កុសតេអញ្ចឹងអាមុំពិសេសនេះត្រូវចាំឲ្យច្បាស់ណាកុំឲ្យថារៀនមុខនេះក្រោយរៀនមុខក៏ត្រូវចាំមកក្រោយចេះក្រោយដែរតាដកឬ3ជំនួសចូលទៀតមកកុស 2 លើ3ស្មើនឹងស្មើប៉ុន្មានកុស 2 លើ3ស្មើ1លើ2 sin 2លើ3នេះស្មើនឹងឬ3លើ2តទៀតនេះសញ្ញាតើឥឡូវគុណពលិតចូលសិនមកស្មើ limit t ខិត0t លើ1លើ2 sin t បូកឬ3លើ2កុសតេតោះយកដកឬ3នេះគុណចូលមកចឹងបានដកឬ3លើ2កុសតេអានេះទៅជាបូកវិញណានេះដកឬ3ក៏នឹងដកឬ3លើ2អញ្ចឹងដកប៉ះដកបូកឬ3គុណឬ3ជិតបាន3លើ2 sin t តាឥឡូវយើងគណនាបូកដកប្រើដើមមកបូកដកណាបានខ្លះនេះឬ3លើ2កុសតេដកឬ3លើ2កុសតេចិត្តដុំនេះយើងស៊ីសងបូកដកគ្នាបានអញ្ចឹងភាគ3យើងនៅសល់1ភាគ2 sin t ជាមួយនឹង3លើ2 sin t អញ្ចឹងនេះយើងបូកដកយើងបូកដកមេគុណខាងមុខមក1លើ2ជាមួយនឹង3លើ2អញ្ចឹង1លើ2បូក3លើ2ស្មើ4លើ2ណោះ4លើ2ស្មើ2តនេះទៀតមក limit t ខិតទឹក0ភាគយក t ហើយភាគ3មិញបាន2 sin t បើហើយបន្តិចទៀតមកតែពិតចេញចម្លើយកាត់យកហ្មងបានចេញ1លើ2បាត់ទៅនេះយើងអាចសេចក្ដីឃើញច្បាស់មក limit t ខិតទឹក0 1លើ2គុណជាមួយនឹង t លើ sin t អញ្ចឹងចេញច្បាស់ណា limit t ខិតទឹក0 t លើ sin t គឺស្មើ1អញ្ចឹងគុណ1លើ2ចេញ1លើ2អញ្ចឹងចម្លើយចេញ1លើ2អញ្ចឹងហើយហើយកូនសិស្សរៀនធ្វើទាំងអស់គ្នាគិតរៀនធ្វើអញ្ចឹងណាវាវែងតិចតែស្រួលទេយើងប្រើកលឹះតិចយើងចាំមុនពីថ្នាក់ក្រោមមកតែអញ្ចឹងសម្រាប់សាលា start up គឺយើងមានប្រវត្តិលើគណិតរូបគីមីជីវៈចាប់ពីថ្នាក់ទី5ដល់ទី12មានទាំង online មានទាំងផ្ទាល់អ្នកដែលនៅម្ដងទូរស័ព្ទអាចរៀនទូរស័ព្ទបានអ្នកដែលនៅឆ្ងាយខេត្តនៅតាមខេត្តនៅឆ្ងាយសាលាអីគឺអាចរៀនតាម online បានជួបគ្នានៅវីដេអូក្រោយតទៀតជម្រាបលា